នៅថ្ងៃទី4ខែវិច្ឆិកាឆ្នាំ2025កន្លងទៅថ្មីនេះមានគ្រោះថ្នាក់ដ៏រន្ធត់មួយទៀតហើយដែលបានកើតឡើងនៅឯរដ្ឋ Kentucky របស់សហរដ្ឋអាមេរិកយន្តហោះធុន MC Donald Douglas MD-11 មួយគ្រឿងរបស់ក្រុមហ៊ុនដឹកទំនិញ UPS បានធ្លាក់ភ្លាមៗបន្ទាប់ពីព្យាយាមហោះឡើងចេញពីអាកាសយានដ្ឋាន Mohammed Ali ក្នុងទីក្រុង Louisville ជើងហោះហើរនេះត្រូវបានគេស្គាល់ថាគឺ UPS លេខ2976ដែលមានគោលដៅដឹកទំនិញជាច្រើនតោនពីរដ្ឋ Kentucky ធ្វើដំណើរទៅទីក្រុង Honolulu នៅលើកោះ Hawaii ដោយសារតែយន្តហោះមានផ្ទុកសាំងពេញការធ្លាក់បានបង្កជាភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅហើយការបំផ្លិចបំផ្លាញក៏មានទំហំធំមហិមាដែលប៉ះពាល់ដល់អគារពាណិជ្ជកម្មនិងផ្ទះរបស់ប្រជាជនជាច្រើនខ្នងតាមរយៈរូបភាពពីដ្រូនលើអាកាសគេឃើញអណ្ដាតភ្លើងយ៉ាងវែងអន្លាយរួមនឹងផ្សែងខ្មៅខ្មួលខ្មាញ់កំពុងលេបត្របាក់ផ្ទះនិងអគារជាច្រើននៅតំបន់នោះបើតាមរបាយការណ៍បឋមរបស់ប៉ូលីសគ្រោះថ្នាក់នេះបានសម្លាប់ពលរដ្ឋអាមេរិកនៅលើដីចំនួន11នាក់និងមនុស្ស15នាក់ផ្សេងទៀតត្រូវបានគេបញ្ជូនភ្លាមៗទៅមន្ទីរពេទ្យចំណែករបាយការណ៍របស់ក្រុមហ៊ុន UPS វិញនៅលើយន្តហោះមានផ្ទុកមនុស្សតែ3នាក់ប៉ុណ្ណោះគឺកាពីតែន Richard Wurtenberg First Officer Lee Truth រួមនឹង Pilot បំរុងម្នាក់ទៀតគឺកាពីតែន Dana Diamond តាមរយៈខ្សែវីដេអូដែលគេថតបានយើងឃើញថាយន្តហោះបានព្យាយាមហោះឡើងទាំងដែលមានភ្លើងឆាបឆេះយ៉ាងខ្លាំងនៅស្លាបខាងឆ្វេងហើយក៏ធ្លាក់ភ្លាមៗផ្ទុះឡើងតែម្ដងភស្តុតាងដ៏សំខាន់ដែលត្រូវបានគេរកឃើញភ្លាមៗបន្ទាប់ពីការធ្លាក់នេះគឺម៉ាស៊ីនទី1នៅស្លាបខាងឆ្វេងបានដាច់ចេញពីយន្តហោះធ្លាក់នៅក្បែរ runway ក្នុងអាកាសយានដ្ឋានឯណោះការប្រទះឃើញម៉ាស៊ីនទី1នេះហាក់បានប្រាប់យ៉ាងច្បាស់ថាភ្លើងដែលយើងបានឃើញនៅស្លាបខាងឆ្វេងមុនពេលដែលយន្តហោះនេះធ្លាក់គឺច្បាស់ណាស់បណ្ដាលមកពីម៉ាស៊ីនដែលដាច់ចេញនេះឯងពេលនេះ NTSB របស់អាមេរិកកំពុងបើកការស្រាវជ្រាវពីករណីនេះហើយអ្វីដែលពួកគេចង់ដឹងបំផុតនៅពេលនេះគឺថាតើការដាច់ម៉ាស៊ីនទី1គឺបណ្ដាលមកពីអ្វីតើម៉ាស៊ីនមានបញ្ហាដាច់ចេញដោយខ្លួនឯងឬដំណ Pylon គឺជាអ្នកមានបញ្ហានាំឲ្យម៉ាស៊ីនទី1នេះដាច់ចេញបែបនេះសម្រាប់អ្នកជំនាញរបស់ NTSB គ្រោះថ្នាក់ដែលកើតឡើងនេះពេលនេះគឺស្រដៀងខ្លាំងណាស់ទៅនឹងគ្រោះថ្នាក់នៅឯ Chicago កាលពី46ឆ្នាំមុនលើជើងហោះហើរ American Airlines លេខ191ដែលកាលនោះម៉ាស៊ីនខាងឆ្វេងក៏ដាច់ចេញដូចគ្នានេះដែរនិងបានផ្ដាច់យកជីវិតមនុស្សចំនួន273នាក់ពេលនេះនៅកំឡុងពេលដែលការស៊ើបអង្កេតកំពុងបន្ត FAA បានចេញសារចរណ៍ណែនាំឲ្យគ្រប់យន្តហោះប្រភេទ MC Donald Douglas MD-11 និង MD-11F ទាំងអស់ត្រូវផ្អាកការហោះហើរជាបណ្ដោះអាសន្ននិងរងចាំការជូនដំណឹងជាថ្មីក្រោយការស្រាវជ្រាវបានបញ្ចប់សម្រាប់សាធារណជនទូទៅការធ្លាក់នេះច្បាស់ណាស់គឺបណ្ដាលមកពីការដាច់ម៉ាស៊ីននៅស្លាបខាងឆ្វេងប៉ុន្តែសម្រាប់អ្នកជំនាញការដាច់ម៉ាស៊ីននេះគឺគ្រាន់តែជាដើមចំដំបូងប៉ុណ្ណោះប៉ុន្តែអ្វីដែលកើតឡើងបន្ទាប់ពីនោះទើបជាអ្នកដែលធ្វើឲ្យយន្តហោះនេះធ្លាក់ពួកគាត់បានបញ្យល់ថាយន្តហោះ MD-11 នេះបានផលិតឡើងជាមួយនឹងការធ្វើតេស្តលើសេណារីយ៉ូជាច្រើនក្នុងនោះក៏មានការឆាបឆេះនិងការបាត់បង់កម្លាំងម៉ាស៊ីនម្ខាងផងដែរដូច្នេះការបាត់បង់ម៉ាស៊ីននេះមិនទាន់គ្រប់គ្រាន់អាចធ្វើឲ្យយន្តហោះនេះធ្លាក់ភ្លាមៗបែបនេះឡើយពួកគាត់បានបន្ថែមថាក្នុងកំឡុងពេលនៃការហោះហើរឡើងហើយយន្តហោះក៏ស្រាប់តែមានបញ្ហាបែបនេះ Pilot គួរតែអាចបញ្ឈប់ការហោះឡើងបានដោយសុវត្ថិភាពម្យ៉ាងទៀតទោះបីជាយន្តហោះបានហោះឡើងផុតពីដីទៅហើយក៏យន្តហោះនេះគួរតែអាចបន្តហោះជាមួយនឹងម៉ាស៊ីន2ទៀតដែលនៅសល់មានកត្តាពីរសំខាន់ដែលត្រូវបានអ្នកជំនាញផ្នែកអាកាសចរមើលឃើញថាវាជាកត្តាលីកចម្បងដែលនាំឲ្យយន្តហោះនេះជួបគ្រោះថ្នាក់បែបនេះទី1គេបានមើលឃើញថាក្នុងកំឡុងពេលនៃការហោះឡើងនោះការដាច់ម៉ាស៊ីនបានកើតឡើងនៅចន្លោះល្បឿន V1 និង VR ឬល្បឿន rotation ជាទូទៅរាល់ការហោះឡើងរបស់យន្តហោះត្រូវឆ្លងកាត់ល្បឿនសំខាន់ៗចំនួន3ដំណាក់កាលគឺទី1 V1 ដែលគេហៅថាល្បឿនសម្រាប់ចិត្ត VR ឬ rotation គឺជាល្បឿនទាញហោះឡើងនិងចុងក្រោយគឺ V2 ដែលជាល្បឿនហោះឡើងដោយសុវត្ថិភាពអ្នកជំនាញបានបញ្យល់នៅចំណុចនេះថានៅពេលរៀបចំហោះហើរឡើង Pilot ម្នាក់គឺជាអ្នករុញកម្លាំងម៉ាស៊ីនទៅមុខនិងម្នាក់ទៀតគឺជាអ្នកពិនិត្យល្បឿននិងឧបករណ៍ផ្សេងៗទៀតហើយពេលនោះយន្តហោះនឹងរត់យ៉ាងលឿននៅលើ runway ប៉ុន្តែដរាបណាល្បឿនយន្តហោះមិនទាន់ដល់ V1 ដែលទូទៅចន្លោះពី220 គីឡូម៉ែត្រទៅ260 គីឡូម៉ែត្រនោះទេនោះក្រុម Pilot អាចបញ្ឈប់ការហោះឡើងបានភ្លាមៗដោយសុវត្ថិភាពហេតុផលនៅចំណុចនេះគឺនៅត្រង់ថានៅពេលដែលយន្តហោះមិនទាន់ដល់ល្បឿន V1 នោះយន្តហោះនៅមានល្បឿនល្មមនៅឡើយហើយ runway ទៀតសោតក៏នៅមានប្រវែងគ្រប់គ្រាន់ដើម្បីឲ្យយន្តហោះឈប់ដោយសុវត្ថិភាពបានប៉ុន្តែផ្ទុយមកវិញបើសិនជាយន្តហោះមានបញ្ហាណាមួយកើតឡើងបន្ទាប់ពីល្បឿន V1 នោះទោះបីជាយន្តហោះមានបញ្ហាអ្វីក៏ដោយក៏ Pilot មិនអាចបញ្ឈប់ការហោះឡើងបាននោះទេជាជំរើសពួកគាត់ត្រូវតែទាញយន្តហោះឲ្យហោះឡើងទៅលើហើយមូលហេតុគឺមិនពិបាកយល់នោះឡើយគឺយន្តហោះកំពុងមានល្បឿនលឿនខ្លាំងខណៈ runway ដែលនៅសល់គឺតិចតួចបំផុតដូច្នេះការហោះឡើងគឺសុវត្ថិភាពជាងការព្យាយាមឈប់នៅលើដីនៅត្រង់ចំណុចទី1នេះអ្នកជំនាញបានមើលឃើញថាការដាច់ម៉ាស៊ីនរបស់ជើងហោះហើរ UPS 2976នេះគឺទំនងជាបានកើតបន្ទាប់ពីល្បឿន V1 ដែលនោះគឺបាននាំឲ្យ Pilot គ្មានជម្រើសត្រូវតែទាញយន្តហោះឲ្យហោះឡើងទៅលើចំណុចសំខាន់ទី2មានការឆ្ងល់ជាខ្លាំងថាអ្វីបិទតែយន្តហោះបានជ្រុល
ល្បឿនទៅហើយទើបម៉ាស៊ីនទី1បានដាច់ចេញប៉ុន្តែចុះហេតុអ្វីបានជាយន្តហោះមិនអាចហោះឡើងរួចបែបនេះអ្វីដែលគេដឹងគឺយន្តហោះ MD-11 នេះវាត្រូវបានគេ design ឲ្យវាមានសមត្ថភាពពេញលេញអាចហោះហើរជាមួយម៉ាស៊ីន2ទៀតដែលនៅសល់ចុះហេតុអ្វីបានជាវាមិនអាចបន្តហោះទៀតបានបែរជាធ្លាក់មកវិញភ្លាមៗបែបនេះសម្រាប់អ្នកជំនាញការដែលយន្តហោះមិនអាចហោះឡើងបានអាចបណ្ដាលមកពីកត្តាពីរសំខាន់ៗដែលទី1អាចបណ្ដាលមកពីការបញ្ជាមានបញ្ហានិងទី2អាចបណ្ដាលមកពីយន្តហោះគ្មានកម្លាំងគ្រប់គ្រាន់ដើម្បីបន្តការហោះឡើងមិនយូរប៉ុន្មានការងឿងឆ្ងល់ទាំងឡាយក៏ត្រូវបានបង្ហាញជាបន្តបន្ទាប់តាមរយៈខ្សែវីដេអូផ្សេងៗគ្នាដែលគេថតបានតាមរយៈខ្សែវីដេអូក្រុមអ្នកជំនាញទាំងឡាយបានមើលឃើញដូចគ្នាថាការបញ្ជារបស់ក្រុម pilot ហាក់មិនមានបញ្ហាអ្វីនោះទេព្រោះគេឃើញក្បាលរបស់យន្តហោះនេះប្រឹងបះឡើងទៅលើប៉ុន្តែអ្វីដែលគេបានឃើញគឺយន្តហោះមិនមានកម្លាំងគ្រប់គ្រាន់ដោយសារតែម៉ាស៊ីនទី2នៅកន្ទុយខាងក្រោយក៏រងការខូចខាតផងដែរតាមរយៈខ្សែវីដេអូបើយើងមើលឲ្យលម្អិតបន្តិចយើងនឹងឃើញថាម៉ាស៊ីនទី2នៅកន្ទុយខាងក្រោយបានបញ្ចេញភ្លើងជាបន្តបន្ទាប់ដែលនេះគឺជាសញ្ញានៃ compressor stall ដែលកើតឡើងដោយសារតែមានវត្ថុណាមួយចូលនៅក្នុងម៉ាស៊ីននោះនៅចំណុចទី2នេះអ្នកជំនាញអាចទាញការសន្និដ្ឋានបានថានៅខណៈពេលនោះមិនត្រឹមតែម៉ាស៊ីនទី1ប៉ុណ្ណោះទេដែលបានដាច់ចេញតែម៉ាស៊ីនទី2ក៏ត្រូវបានបាត់បង់កម្លាំងផងដែរស្រាប់ពេលដែលយន្តហោះបានផ្ទុកទំនិញជាច្រើនតោនរួមនឹងផ្ទុកប្រេងពេញទៀតនោះម៉ាស៊ីនទី3តែម្នាក់ឯងមិនមានកម្លាំងគ្រប់គ្រាន់អាចបន្តហោះហើរបានយូរនោះទេរួចក៏ធ្លាក់ភ្លាមៗបែបនេះតែម្ដងយ៉ាងណាក៏ដោយទាំងនេះគឺគ្រាន់តែជាការយល់ឃើញរបស់អ្នកជំនាញក៏ដូចជាក្រុម pilot មួយចំនួនប៉ុណ្ណោះចំណែកមូលហេតុពិតយ៉ាងណានោះគឺយើងត្រូវរងចាំរហូតដល់ការស៊ើបអង្កេតបានបញ្ចប់ទើបអាចដឹងពីការពិតបានពេលនេះ NTSB កំពុងដុតដៃដុតជើងបើកការស្រាវជ្រាវលើចំណុចជាច្រើនទាក់ទងនឹងយន្តហោះនេះដែលមានដូចជាទំនិញដែលយន្តហោះនេះផ្ទុកប្រវត្តិរបស់ក្រុម pilot ការបញ្ជារបស់អ្នកគ្រប់គ្រងដែនអាកាសក៏ដូចជាប្រវត្តិជួសជុលនានារបស់យន្តហោះនេះជាដើមនៅពេលដែលការស៊ើបអង្កេតបានបញ្ចប់រកឃើញការពិតយ៉ាងណានោះ Miss Pilot KX នឹងអាប់ដេតជូនបងប្អូនទាំងអស់គ្នាជាបន្តទៀត